ទី15 ខែកក្កដាឆ្នាំ2021នេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញបាទមុខជនសង្ស័យក្មេងដំណើរបាទចំនួន2ក្រុមដែលមានបាក់ពួកចំនួន24នាក់ផងដែលប្រិមត្តក្នុងនោះគឺមានបាទក្មេងបាទស្ត្រីម្នាក់បាទព្រឹកនេះគឺជាបាទនៅព្រឹកថ្ងៃទី15 ខែកក្កដាឆ្នាំ2026នេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ហាញបាទក្មេងដំណើរចំនួន2ក្រុមដែលមានគ្នាចំនួន24នាក់ដែលធ្វើករណីហិង្សាបាទពីករណីផ្សេងនេះផងដែរប្រិមត្តឃើញនេះគឺជាបាទទស្សនវិជ្ជារួមនៅក្នុងការងារកំពុងធ្វើការផ្សាយបាទជួបប្រិមត្តទស្សនាពាក់ព័ន្ធនឹងករណីហិង្សាចំនួន2ករណីបាទគឺសរុបបាទពួកចំនួន24នាក់ផងដែរដែលសមាជិកបាទព្រមទាំងបាទនគរបាលជំនាញមកការកម្រិតស្រាលបាទរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការខកខ្លួនបានជាបន្តបន្ទាប់គឺសរុបចំនួនបាទ24នាក់បាទដោយអនុវត្តតាមអនុសាសន៍ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតបាទកស្នងការដ្ឋាននគរបាលជាតិនិងអនុវត្តតាមបទបញ្ជាពីឯកឧត្តមសេនីយ៍ឯកជួននរិនបាទស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីប៊ុនសិច្ឆាបាទស្នងការរងទទួលផែនការងារព្រមទាំងបាននឹងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍តូលីប៊ុនអេងស្នងការរងទទួលការិយាល័យបាទនគរបាលព្រមទាំងកម្រិតស្រាលនិងអនុវត្តដោយផ្ទាល់ពីលោកវីរៈសេនីយ៍ឯកមុំសវណ្ណបាទនាយការិយាល័យនគរបាលព្រមទាំងកម្រិតស្រាលរាជធានីភ្នំពេញបាទបាទកាលពីថ្ងៃទី12ខែកក្កដាឆ្នាំ2026នៅវេលាម៉ោង 1:57 នាទីមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសព្រួតគ្នាយកដុំថ្មគប់គ្នាទៅវិញទៅមកបណ្ដាលឲ្យរងការខូចខាតម៉ូតូចំនួន1គ្រឿងកាត់ហេតុនៅមុខសំណង់មរៀបរយផ្លូវ60ម៉ែត្រសង្កាត់ព្រែកភូមិព្រែកតកុងសង្កាត់ចាក់អង្រែឬខណ្ឌមានជ័យបាទរាជធានីភ្នំពេញបង្កឡើងនៅជនសង្ស័យបាទជាក្រុមក្មេងដំណើរមានគ្នាចំនួន26នាក់ជិះម៉ូតូបាទចំនួន13គ្រឿងបាទប្រិមត្តហើយចំណែកករណីទី2គឺហិង្សាដោយចេតនាយកមួកសុវត្ថិភាពបាទពណ៌ខៀវគប់ទៅលើជនរងគ្រោះត្រូវចំខ្នងប្រព្រឹត្តត្រូវនៅចំណុចហាងស៊ុបខ្យងផ្លូវបេតុងភូមិឫស្សីស្រស់បាទសង្កាត់និរោធខណ្ឌច្បារអំពើរាជធានីភ្នំពេញកាលពីថ្ងៃទី13ខែកក្កដាឆ្នាំ2026នៅវេលាម៉ោង 11:52 នាទីបាទគឺជាក្រុមក្មេងដំណើរដែលមានឈ្មោះថាបាទកោះប្រាក់បាទផងដែរបាទមុននៃសង្ការដ្ឋានរាជធានីភ្នំពេញគឺការគាត់ខ្លួនបាទជនសង្ស័យទាំងក្នុងព្រឹកបាត់មើលផ្សេងហ្នឹងបាទប្រិមត្តសូមបញ្ជាក់ផងដែរគឺបាទជនសង្ស័យបាទទាំង24នេះអ្នកនេះផងដែរគឺបាទគឺមាន2បាត់លើប្រិមត្តណាបាទគឺមាន2បាត់ល្មើសបាទគឺទី1ករណីបង្កហិង្សាដោយចេតនាបាទដោយយកដុំថ្មបាទគប់គ្នាបាទទៅវិញទៅមកបណ្ដាលរងការខូចខាតបាទប្រិមត្តហើយចំណែកបាទករណីទី2បាទគឺករណីទី2នេះផងដែរប្រភេទគឺហិង្សាដោយចេតនាដូចគ្នាដោយយកមួកបាទសុវត្ថិភាពគប់ទៅលើជនរងគ្រោះបាទចំខ្លងបាទផងដែរប្រិមិត្តបាទគឺបាទប្រិមិត្តសូមបញ្ជាក់ផងដែរជនសង្ស័យទាំង24នាក់នេះផងដែរគឺមានម្នាក់ជានារីហើយបន្ទាប់ពីខលខ្លួននេះគឺខាងកម្លាំងជំនាញនគរបាលព្រមទាំងកម្រិតស្រាលបាទរបស់ស្នងការបរដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបាទកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់ផងដែរ